បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពបាទសូមស្វាគមន៍មកកាន់ Channel អាគមខ្មែរ599បាទថ្ងៃនេះអាគមខ្មែរ599បាទមាននិមន្តវិជាការបល័យភ្នែកទឹកត្រជាទឹកបាទមុនវិជាការបល័យភ្នែកទឹកត្រជាទឹកនេះបាទគឺនឹងឲ្យយើងដឹងរឿងរ៉ាវដែលយើងចង់ដឹងដែលយើងចង់ឮបាទយើងចង់ដឹងអ្វីយើងចង់ឃើញអ្វីយើងចង់ឮអ្វីបាទគឺគេនឹងបង្ហាញយើងនៅក្នុងការយល់សុបិនបាទភាវនាមុនគេថានេះមុនចូលគេបាទយើងនឹងដឹងរឿងរ៉ាវគ្រប់យ៉ាងដែលយើងចង់ដឹងបាទដឹងនរណាម្នាក់បាទក្បត់យើងឬក៏យើងចង់ដឹងនរណាម្នាក់បាទធ្វើអ្វីនៅពីក្រៅខ្នងយើងបាទគឺយើងអាចដឹងបាទគេនឹងបញ្ជាក់ប្រាប់យើងនៅក្នុងសុបិនបាទមុនវិជាការនេះបាទគឺយើងសូត្រសេពបាទមុនពេលយើងចូលគេងបាទភាវនាឲ្យជាប់មុនពេលចូលគេងបាទចង់ដឹងរឿងអ្វីនិយាយចេញមកបាទនិយាយចេញមកបាទមុនពេលសុគដ្ឋានេះយើងត្រូវតែសមាធិចិត្តយើងឲ្យបានស្ងប់ស្ងាត់ចំនួន10នាទីបាទឲ្យចិត្តយើងបានស្ងប់សិនណាបងប្អូនបាទឲ្យចិត្តយើងបានស្ងប់ស្ងាត់បាទកុំបែកអារម្មណ៍នៅពេលដែលយើងបាទតាំងចិត្តតាំងអារម្មណ៍បាទគឺសមាធិចិត្តយើងឲ្យបានស្ងប់ស្ងាត់បាទឲ្យបាន10នាទីជាមុនសិនបាទសម្រួលកាយសម្រួលចិត្តឲ្យបាន10នាទីជាមុនសិនបាទសូមយើងសូត្រនៅមុនវិជាការនេះបាទយើងសូត្រមុនវិជាការនេះបាទភាវនាឲ្យជាប់បាទ108បាទ108ចប់បាទគឺយើងចង់បាទភាវនាចប់គឺយើងចង់ដឹងរឿងអ្វីយើងនិយាយមកបាទថាខ្ញុំចង់ដឹងរឿងនេះបាទឈ្មោះនេះបាទតើគេល្អឬក៏អាក្រក់ឬក៏បាទគេមានម្ដងយ៉ាងម៉េចបាទឬក៏យើងចង់ដឹងរឿងរ៉ាវអ្វីផ្សេងទៀតបាទយើងនិយាយចេញមកបាទមិនថាបាទមានរឿងអ្វីបាទយើងនិយាយចេញមកបាទគេនឹងប្រាប់យើងនៅក្នុងបាទសុបិនបាទគេនឹងប្រាប់យើងបាទថាបុគ្គលនេះល្អឬអាក្រក់ឬក៏យ៉ាងណាបាទចិត្តល្អឬក៏អាក្រក់បាទនៅពីក្រៅខ្នងយ៉ាងម៉េចនៅពីមុខយ៉ាងម៉េចបាទគឺគេនឹងប្រាប់យើងទាំងអស់បាទដូច្នេះមុនវិជាការនេះយើងភាវនាឲ្យបាទឲ្យជាប់បាទ108ចប់បាទឬក៏ភាវនាបាទរហូតដល់ពេលយើងចូលគេងបាទធ្វើមិនឲ្យបាន108ចប់បាទហើយមុនវិជាការនេះបាទគឺខ្លីបាទខ្លីទេបាទមិនពិបាកសូត្រទេបាទគឺស្រួលសូត្រទេប៉ុន្តែយើងត្រូវតែភាវនាឲ្យបាន108ចប់ណាបងប្អូនបាទហើយយើងមុនពេលសមាធិបាទមុនពេលសូត្រយើងសមាធិចិត្តឲ្យបាន10នាទីសិនបាទឲ្យកុំបែកអារម្មណ៍បាទកុំឲ្យបាទមានឮសំឡេងបាទក្ដុំក្ដាំងឬក៏បាទចិត្តយើងមិនស្ងប់បាទគឺយើងសមាធិបាទឲ្យចិត្តស្ងប់សិនបាទសំសូត្រមុនវិជាការនេះបាទហើយយើងហាត់រៀនមុនវិជាការនេះបាទគឺបាទមិនមែនមួយថ្ងៃឬក៏2ថ្ងៃបាទអាចបាទចេះទេបាទគឺយើងភាវនាបាទយើងភាវនាឲ្យគេថាកាន់នៅអង្គប្រាណរបស់យើងសិនពុកបងប្អូនបាទពេលដែលគេថានេះកាន់អង្គប្រាណរបស់យើងហើយបាទគឺយើងសូត្រទៅបាទគឺយប់នឹងយល់សុបិនភ្លាមបាទបើសិនជាមិនទាន់បានកាន់អង្គប្រាណយ៉ាងទេបាទគឺយើងនៅតែមិនទាន់យល់សប្តិឃើញទេបាទបើសិនជាគេថានេះបាទកាន់នៅអង្គប្រាណរបស់យើងហើយបាទគឺភាវនាឃើញបាទយល់សុបិនឃើញភ្លាមបាទពេលដែលយើងគេងលងលក់បាទគេនឹងប្រាប់យើងបាទ
នៅរឿងរ៉ាវអ្វីដែលយើងចង់ដឹងនោះបាទគឺគេនឹងប្រាប់យើងភ្លាមបាទដូច្នេះបាទយើងត្រូវតែភាវនាបាទឲ្យចិត្តរបស់យើងបាទតោងបាទនៅមុនគិថានេះយើងត្រូវតែជឿជាក់លើមុនវិជាការនេះបាទយើងត្រូវតែជឿជាក់ហើយបាទយើងត្រូវតែភាវនាបាទជារៀងរាល់រាត្រីបាទនោះរឿងរ៉ាវដែលយើងចង់ដឹងគេនឹងប្រាប់យើងភ្លាមបាទអ្នកខ្លះបាទគេថាកាន់អង្គប្រាណបាទតែ2ថ្ងៃឬក៏3ថ្ងៃបាទគាត់មានឧបនិស្ស័យខ្លាំងបាទគេថាកាន់អង្គប្រាណបាទគាត់សូត្រភ្លាមយប់នេះឬក៏យប់ស្អែកគាត់បាទដឹងភ្លាមបាទគេនឹងប្រាប់ឲ្យដឹងភ្លាមបាទសម្រាប់អ្នកដែលមានបាទគុណធម៌ខ្ពស់ឬក៏បាទអ្នកដែលបាទមានអារម្មណ៍បាទមិនពុះកញ្ជ្រោលបាទឬក៏គេថាបាទសូត្រគេថាភ្លាមបាទគឺតោងបាទតោងកាយបាទគឺគេថាកាន់នៅអង្គប្រាណរបស់យើងបាទកុំឲ្យខាតពេលយូរពុកបងប្អូនបាទក៏សូមសូត្រនៅមុនវិជាការនេះដូចតទៅតពៈចក្ខុតពិយៈសោតធាតុយា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 តពៈចក្ខុតពិយៈសោធិយាតពៈចក្ខុតពិយៈសោតធាតុយាតពៈចក្ខុតពិយៈសោតធាតុយាតពៈចក្ខុតពិយៈសោតធាតុយាបាទមុនវិជាការនេះបាទគឺយើងសូត្រសេពចំនួន108ចប់បាទ108ចប់បាទគឺយើងបាទអាចនឹងដឹងរឿងរ៉ាវដែលយើងចង់ដឹងបាទរឿងរ៉ាវដែលយើងចង់ដឹងនោះគេនឹងបង្ហាញយើងនឹងបាទការយល់សពបាទយល់សុបិនបាទឃើញបាទនៅរឿងរ៉ាវដែលយើងចង់ដឹងបាទដូច្នេះយើងត្រូវតែភាវនាឲ្យបានជាប់ជួនបាទរៀងរាល់រាត្រីបាទព្រោះថារាត្រីនេះបាទនៅតែមិនទាន់ឃើញរាត្រីស្អែកនៅតែមិនទាន់ឃើញបាទគឺយើងព្យាយាមបាទមានការព្យាយាមវិរិយៈបាទការព្យាយាមបាទគឺនឹងធ្វើឲ្យយើងបានសម្រេចនៅថ្ងៃណាមួយចិត្តជាមិនខាតបាទអ្វីដែលយើងចង់ដឹងអ្វីដែលយើងចង់ឮគេនឹងបង្ហាញយើងឲ្យដឹងឲ្យឮបាទនៅអ្វីដែលយើងចង់ដឹងបាទដូច្នេះយើងត្រូវតែភាវនាបានខ្ជាប់ខ្ជួនបាទនឹងបាទកាន់សច្ចៈបាទកាន់សច្ចៈទៀងត្រង់បាទសម្រាប់អ្នកដែលកាន់សច្ចៈទៀងត្រង់បាទគឺអាចនឹងលឿនបាទអាចនឹងគេថាកាន់អង្គប្រាណលឿនបាទគឺតែបាទមួយអាទិត្យថាយ៉ាងយូរបាទគឺគេថាកាន់អង្គប្រាណបាទអាចនឹងរឿងរ៉ាវគ្រប់យ៉ាងដែលយើងចង់ដឹងបាទអរគុណណាស់ពុកម៉ែបងប្អូនបាទជាចុងក្រោយក៏សូមជួយចុច Subscribe ដូចជាខ្ញុំបាទម្នាក់មួយផងបាទសូមអរគុណបាទសូមជម្រាបលា